ប្រាសាទឯកភ្នំគឺជាប្រាសាទបុរាណដ៏សំខាន់មួយស្ថិតនៅក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជាហើយមានចម្ងាយប្រហែល13គីឡូម៉ែត្រពីក្រុងបាត់ដំបងប្រាសាទនេះត្រូវបានកសាងក្នុងសតវត្សទី11ក្នុងឆ្នាំ1027នៃគ្រិស្តសករាជក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី1នៃអាណាចក្រអង្គរតាមស្ថាបត្យកម្មមានរចនាបថបាបួនដែលពេញនិយមនៅក្នុងសម័យនោះនៅក្នុងវត្តឯកភ្នំនេះផងដែរក៏មានរូបព្រះពុទ្ធបដិមាមួយព្រះអង្គដ៏ធំដែលប្រជាពលរដ្ឋតែងតែទៅឲ្យធូបសុំពរជ័យសុំសេចក្តីសុខចម្រើនក្នុងពិធីកម្មវិធីបុណ្យផ្សេងៗហើយនារដូវចូលឆ្នាំជិតមកដល់ខាងមុខនេះព្រះសង្ឃគណៈកម្មការអាចារ្យវត្តបានកំពុងតែសស្រាក់សស្រាំធ្វើការរៀបចំដើម្បីត្រៀមអបអរសាទរពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ2026នេះបងប្អូនឃើញថាការរៀបចំស្អាតមែនទែនបាទតុបតែងស្អាតណាស់ថ្ងៃនេះទើបថ្ងៃទី31ខែមីនាឆ្នាំ2026ទេប៉ុន្តែយើងរៀបចំហើយជាមុនហើយមានដាក់ពាងទឹកដាក់ទឹកពេញពាងហើយស្រេចបងប្អូននេះខ្ញុំថតនឹងពេលថ្ងៃម៉ោងប្រហែលជា10ទេណាប៉ុន្តែបងប្អូនមើលទៅឃើញថាស្រស់ស្រាយណាស់នេះមានពាងច្រើនណាស់ហើយប្រជាជនបានបូមទឹកដាក់ពាងនឹងពេញហើយដើម្បីត្រៀមទទួលបងប្អូនយើងសម្រាប់កំសាន្តអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងដែលជាតិនឹងចូលមកដល់ហើយណាប៉ុន្តែបងប្អូនធ្វើយ៉ាងណាការលេងទឹកការលេងប៉ាត់ម្សៅអីធ្វើម៉េចឲ្យចេះគ្រប់សិទ្ធគ្នាទៅវិញទៅមកលេងសប្បាយក្នុងនាមជាប្រជាជនខ្មែរសប្បាយទាំងអស់គ្នាអបអរសាទរ